បញ្ជានៅបញ្ហាដែលបងប្អូនកំពុងជួបដោយមិនដឹងខ្លួនសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូដែលនឹងនិយាយក្នុងការចែករំលែកអំពីតិចក្នុងការការពារ Telegram របស់បងប្អូនក្នុងការបញ្ជាអំពីបញ្ហាដែលប្រើប្រាស់ដោយខុសប្រក្រតីអញ្ចឹងមានបងប្អូនមួយចំនួនដែលបានកំពុងប្រើប្រាស់ឬគេហៅថា lock ចូលគណនីដែលកាន់នៅក្នុងដៃស្រាប់ឬក៏កំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃហើយស្រាប់តែសុក Telegram របស់បងប្អូនហ្នឹងស្រាប់តែខុសប្រក្រតីឬមានគេហៅថាមួយទៀតគេហៅថាអ្នក hack ចូលអញ្ចឹងចំណុចដែលយើងគួរតែបញ្ជានោះជាអីគេក្នុងដែរខ្ញុំឃើញថាបណ្ដាញ social media Telegram នេះគឺកំពុងតែពេញនិយមមែនទែនហើយក៏វាផ្ដល់សារៈប្រយោជន៍ច្រើនដល់បងប្អូនជាពិសេសមិនថាខ្ញុំថាបងប្អូនទេគឺភាគច្រើនគឺតែងតែប្រើនៅ Telegram ព្រោះសារអីវាងាយស្រួលក្នុងការញ៉ាំសារដូចជាឯកសារដូចជារូបភាពអ្វីផ្សេងគឺដាក់ចូលក្នុង Telegram ទាំងអស់អញ្ចឹងយើងមិនចង់ឲ្យមានការខូចខាតទៅនឹង Telegram គណនីរបស់យើងទេមែនអត់បងប្អូនអញ្ចឹងក្នុងនោះដែរមុននឹងយើងឈានចូលទៅដល់ការដោះស្រាយនិងការពិនិត្យមើលទៅលើ account របស់យើងថាខុសប្រក្រតីឬអត់អញ្ចឹងបងប្អូនត្រូវអង្កេតមើលថាតើការប្រើប្រាស់របស់បងប្អូនហ្នឹងនៅទីណាខ្លះយើងបាន lock account របស់យើងចូលនៅទូរស័ព្ទឬក៏ computer ណាខ្លះដែលយើងបាន lock ចូលហើយយើងអាចបាន lock out ចេញវិញអញ្ចឹងទាំងអស់នេះគឺជាចំណុចដែលខ្ញុំគិតថាវាគឺជាចំណុចតូចមួយសម្រាប់ខ្ញុំប៉ុន្តែអាចជាធំសម្រាប់បងប្អូនមួយចំនួនទៀតដែលគាត់មិនអាចដោះស្រាយលើអានឹងបានអញ្ចឹងអ្វីដែលខ្ញុំធ្លាប់ជួបផ្ទះខ្ញុំក៏ធ្លាប់ជួបខ្លួនឯងដែរគឺមានន័យថានៅពេលដែលខ្ញុំ lock ចូលទៅទូរស័ព្ទមួយខ្ញុំអត់បាន lock out ចេញមកវិញអញ្ចឹងនៅពេលដែលទូរស័ព្ទរបស់ខ្ញុំឧទាហរណ៍ថាខ្ញុំផ្លាស់ប្ដូរទូរស័ព្ទដៃហើយខ្ញុំអត់បាន lock out ចូលគឺមានអ្នកថ្មីទៀតដែលទិញទូរស័ព្ទរបស់យើងទៅចូលទៅ account របស់យើងការប្រើប្រាស់ដោយមានចេតនាណាមួយដែលមិនល្អដល់យើងអញ្ចឹងហើយបានពេលខ្លះTelegram lock ចូលតែមិនតែមួយទូរស័ព្ទបានទេយើងចង់ lock ចូលបាន5ទូរស័ព្ទដៃក្នុងពេលតែមួយក៏បានដែរអញ្ចឹងហើយវាជាផលអវិជ្ជមានមួយសម្រាប់ Telegram ប៉ុន្តែវាជាផលវិជ្ជមានសម្រាប់បងប្អូនដែលមានការប្រុងប្រយ័ត្នហើយយើងត្រូវចងចាំថាយើង lock ចូលហើយគឺយើងត្រូវ lock out ចេញមកវិញនៅលើឧបករណ៍ដែលយើងមិនសូវប្រើប្រាស់ឧបករណ៍ដែលយើងប្រើប្រាស់ម្ដងម្កាលគឺយើង lock out ចេញមកវិញមកដោយសារតែយើងប្រើប្រាស់វាម្ដងម្កាលតែឧទាហរណ៍ថា computer ដែលយើងកាន់នៅដៃប្រើប្រាស់ជាប្រចាំនៅពេលកំឡុងពេលធ្វើការហើយនឹងទូរស័ព្ទដៃជាពិសេសគឺទូរស័ព្ទដៃគឺយើង lock ចូលប្រើប្រាស់ជារៀងរាល់ថ្ងៃដែលយើងគិតថាมันមានអីខុសប្រក្រតីអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញតិចនិចមួយនោះឲ្យបងប្អូនបានដឹងហើយបញ្ជានៅបញ្ហាដែលបងប្អូនកំពុងជួបដោយមិនដឹងខ្លួនតែខ្លះបងប្អូនអត់ដឹងខ្លួនទេហើយគេប្រើប្រាស់ account របស់យើងដោយផ្លូវណាមួយក៏យើងអត់ដឹងដែរអញ្ចឹងដើម្បីបញ្ជាបញ្ហាកើតឡើងដោយមិនមែនយើងអ្នកលេងផងស្រាប់តែមានអ្នកគេឧទាហរណ៍បច្ចុប្បន្នគឺមានអ្នកប្តឹងយើងនៅការប្រើប្រាស់ Telegram យើងដោយប្រព្រឹត្តអំពើណាមួយដែលមិនស្របច្បាប់អញ្ចឹងមានពាក្យបណ្ដឹងណាមួយចូលមកដល់យើងដោយសារតែក្រុមឈ្មោះជាគណនីរបស់យើងអញ្ចឹងតទៅខ្ញុំនឹងបង្ហាញតិចមួយនោះដល់បងប្អូនអញ្ចឹងរងចាំទស្សនាបន្តិចទៀតអញ្ចឹងបងប្អូនចូលទៅកាន់ Telegram របស់បងប្អូនបន្តមកទៀតយើងចុចទៅលើ setting ដែលវានៅខាងក្រោមជ្រុងខាងស្ដាំអញ្ចឹងយើងតបមកយើងរកពាក្យ device ក្នុងនេះ device ខ្ញុំមានគេដាក់ថាខ្ញុំប្រើប្រាស់5 device ដែលយើង log in ចូលអញ្ចឹងយើងចុចមកចាបន្តមកទៀតយើងមើលថា device ខាងក្រោមហ្នឹងយើងមានស្គាល់មួយណាអត់បញ្ជាក់បងប្អូនដែរបើសិនណាជា device ទាំងអស់ហ្នឹង
ដែលនៅខាងក្រោមបងប្អូនស្គាល់មួយណាយើងចុចមួយហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ ASPI E1 471យើងខ្ញុំចុចហើយ terminate session អញ្ចឹងបាត់ហើយអញ្ចឹងខ្ញុំសល់3 device ទៀតអញ្ចឹងនៅពេលដែលខ្ញុំលុបdevice មួយចោលអញ្ចឹង account របស់ខ្ញុំប្រកដៃត្រឡប់មកដើមវិញណាប៉ុន្តែបើសិនណាជាលុបមួយហើយអត់តប្រកដៃទេខ្ញុំគិតថាគួរកុំចំណាយពេលចុចដងមួយព្រោះថា device នេះខ្ញុំនៅសល់3ទៀតអញ្ចឹងកុំឲ្យខាតពេលគឺយើង terminate all session តែម្ដងគឺចុចកន្លែងពុកក្រហមណាហើយយើងចុច terminate all ទៅអញ្ចឹងនៅពេលដែលយើងចុច terminate all account ដែលយើងធ្លាប់ log ចូលគឺវាបាត់ចេញទាំងអស់នៅសល់តែនៅក្នុងទូរស័ព្ទដៃយើងដែលកំពុងកាន់នៅដៃនោះទេហើយបងប្អូនបាច់បារម្ភថានៅពេលយើង terminate all ទៅខ្លាចបាត់ចេញទូរស័ព្ទដៃអញ្ចឹងអត់អីទេ Telegram ព្រោះគេលេខប្រើលេខទូរស័ព្ទទេអញ្ចឹងឥឡូវយើងមើលមក device វិញអញ្ចឹងបាត់អស់ហើយអញ្ចឹងនៅពេលយើង log ចូល device ផ្សេងយើងគ្រាន់ប្រើ scan QR code ទៅវាជាការស្រេចជួបគ្នានៅវីដេអូក្រោយ